មើលវីដេអូនេះទៅក៏ហាក់បីដូចជាអស់សំណោចដែរបាទតើបងប្អូនប្រិយមិត្តអស់សំណោចដែរទេបាទហ្នឹងហើយគឺថារឿងហ្នឹងវាអញ្ចេះមានបងថនិងប្អូនថបាទបន្ទាប់ពីស្គាល់គ្នាប្អូនថនឹងរយៈពេលប្រហែលជាកន្លះខែមកប្អូនថហ្នឹងក៏ស្គាល់គ្នាជាមួយនឹងប្រពន្ធបងថនឹងម្ដងទៀតបាទបន្តទៀតអញ្ចឹងណាលោកអ្នកហ្នឹងហើយហើយមិនដឹងជារឿងយ៉ាងម៉េចបានជាប្រពន្ធបងថហ្នឹងហៅប្អូនថហ្នឹងមកអង្គុយទៅជែកលេងនៅក្នុងផ្ទះសំណាក់ណាបាទហៅមកទៅជែកលេងក្នុងផ្ទះសំណាក់ហើយដល់ពេលបងថនៅដឹងរឿងស្រាប់តែមកហៅពួកក្រុមបងប្អូនអ្នកសារព័ត៌មានអនឡាញហ្នឹងមកជួបឲ្យវិភាសាគ្នាហៅចុះពីលើផ្ទះសំណាក់មកអីចឹងណាបាទហ្នឹងហើយដល់ពេលបងថនោះដូចក្តៅណាស់ដែរហើយហៅប្រពន្ធអញមកអង្គុយទៅជែកលេងអីនៅក្នុងផ្ទះសំណាក់ហ្មងហ្នឹងហើយអ្នកកសែតហ្នឹងថាមិនព្រមទៅជែកលេងទៅមុខវាំងមុខអីទៅណាហេតុអីបានក៏គាត់មានកិច្ចការងារអីផ្សេងអីអញ្ចឹងលេងហៅមកទៅជែកនៅក្នុងផ្ទះសំណាក់ហ្មងតើមានគំនិតអីហេគេសួរអញ្ចឹងណាលោកអ្នកហ្នឹងហើយហ្នឹងហើយវាមួយយ៉ាងដែរបាទតែជួនកាលវាអាចមានវិបត្តិផ្លូវចិត្តប្រពន្ធបងថហ្នឹងមានវិបត្តិផ្លូវចិត្តរឿងរ៉ាវមួយចំនួនដែលកប់ទុកក្នុងចិត្តយូរហើយអីអញ្ចឹងទៅរវាងខ្លួនជាមួយនឹងប្តីខ្លួនហ្នឹងដែលត្រូវជាបងថប្អូនថហ្នឹងណាហ្នឹងហើយអញ្ចឹងទៅក៏វាដោះស្រាយក្នុងចិត្តមិនចេញតលរោអ្នកទី3ហ្នឹងមកជួបទៅជែកគ្នាអីចឹងដើម្បីគេឲ្យផ្លាស់ប្ដូរផ្ដល់យោបល់ខ្លះល្អខ្លះអញ្ចឹងណាលោកអ្នកហ្នឹងហើយហើយដល់ពេលគេរកទីតាំងណាមិនបានក៏ទៅជួលផ្ទះសំណាក់ដើម្បីអង្គុយពិភាក្សាគ្នាផ្ដោះប្ដូរផ្ដល់យោបល់គ្នាទៅវិញទៅមកអញ្ចឹងទៅលោកអ្នកណាអាហ្នឹងវាគឺជារឿងធម្មតាទេលោកអ្នកណាបាទប៉ុន្តែខ្ញុំមើលទៅក្នុងវីដេអូនេះហាក់បីដូចជាបងថហ្នឹងវាប្រើកំហឹងខ្លាំងមែនទែនតែបន្ទាប់ក្រោយមកទៅក៏ប្អូនថហ្នឹងសុខចិត្តថ្វាយអង្គមសុំទោសបងថណាតែដើម្បីបញ្ចប់រឿងវិវាទយល់ច្រឡំនឹងគ្នាណាលោកអ្នកណាហ្នឹងហើយអូខេបងអូនថល្អតែបើសិនជាមើលទៅឃើញថាខ្លួនមានកំហុសខុសឆ្កាំឆ្គងជាមួយនឹងបងថអញ្ចឹងសុខចិត្តទទួលខុសណាហើយថ្វាយអង្គមសូមការអធិស្ឋានពីបងថអីចឹងទៅហើយឲ្យប្រពន្ធបងថជាមួយនឹងបងថហ្នឹងអ្នកឯងដោះស្រាយយករឿងហ្នឹងរៀងឃ្លៀងខ្លួនទៅណាឲ្យបញ្ចប់សេចក្តីហ្នឹងទៅកុំឲ្យនឹកសម័យរហូតដល់បងប្អូនថនេះចប់តោជាមួយនឹងគេដែរណាលោកអ្នកណាអូខេរឿងហ្នឹងតែប៉ុណ្្នឹងទេហើយចង់សួរគំនិតយោបល់របស់បងប្អូនប្រិយមិត្តនៅក្នុងបណ្ដាញសង្គមនេះថាតើយល់យ៉ាងណាដែរបន្ទាប់ពីបានឃើញរឿងហ្នឹងរួចហើយណាប្រសិនបើយល់យ៉ាងណាមានគំនិតយ៉ាងណាសូម comment ចូលមកលោកអ្នកបាទហ្នឹងហើយអរគុណច្រើនសូមជម្រាបលាជួបគ្នានៅវីដេអូបន្តបាយបាយជំរាបសួរបងប្អូនប្រិយមិត្តស្រីយើងបាទនៅក្នុងបណ្ដាញសង្គមបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ទិញអាវឈុតអាវប៉ាក់ហូលប្រមួងអីយើងខ្ញុំមានលោកអ្នកបាទ